ជីវិតមិនថិតថេរកាលណាជីវិតយើងដែលកើតមកហើយតែងនៅក្រោមអនិច្ចំទុក្ខំនិងអនត្តាជានិច្ចមិនមានបុគ្គលសត្វណាដែលអាចថានឹងជៀសផុតបានឡើយអញ្ចឹងពាក្យថាមិនទៀងមានជាតិទាំងអស់ទីគ្នានឹងមានរូបមានទុក្ខជាធម្មតាទៅតាមដំណើរនៃធម្មជាតិកាលណាមានកើតតែងមានស្លាប់ជាធម្មតាមានជួបតែងប្រត់ជាធម្មតាមិនមានបុគ្គលណាដែលថាអាចនឹងជៀសផុតបានឡើយគ្រាន់តែអាយុវែងតែប៉ុណ្ណឹងមានព្រំជាដើមក៏មិនងាយនឹងជៀសផុតទៅបានតែងធ្លាក់មកក្រោមអំណាចនៃកើតចាស់ឈឺស្លាប់ដូចដើមវិញដដែលចឹងបងប្អូនយើងញាតិមិត្តយើងទាំងអស់គ្នាកុំភ្លេចសាងនៅអំពើល្អដែលជាធម៌ដ៏ប្រសើរសម្រាប់សត្វលោកយើងទាំងអស់គ្នាក៏ដើម្បីបាននៅសេចក្តីសុខសេចក្តីចម្រើនដើម្បីបន្តពីជាតិនេះទៅជាតិខាងមុខជាដើមក្តីវាសំខាន់ណាស់ទៅហើយសម្រាប់យើងម្នាក់ដែលជាខ្លួនទីពឹងខ្លួនមិនមានបុគ្គលណាថានឹងជួយសាងជំនួសគ្នាបានឡើយអ្នកណាសាងអ្នកនឹងទទួលហើយតន់ពេលវេលានៅមានឱកាសកុំឲ្យពេលវេលាកន្លងហួសទៅនាំឲ្យស្ដាយក្រោយទៅតាមនឹងចឹងទៅ